ក្រនតែមើលក៏ដឹងថាជាតិដែរមិនអួតទេណាគឺជាតិពិតមែនសម្រាប់ខ្ញុំមកវាជាមនុស្សថ្មីប៉ុន្តែអ្នកទាំងអស់គ្នាអាចនឹងចាស់ក៏ថាបានសម្រាប់ផ្ទះខ្ញុំមករដងឲ្យតែមានខ្យងអញ្ចឹងក្រៅពីស្ងោអាំងតបទឹកត្រីកោះកុងឬក៏ឆាធម្មតាអត់ដឹងថាយកទៅធ្វើអីឆ្ងាញ់ទេតែថ្ងៃនេះសៅគាត់បញ្ចេញស្នាដៃគាត់យកខ្យងហ្នឹងទៅឆាខ្ទិះម្រះព្រៅថ្ងៃនេះសៅនឹងបងគាត់មកលេងផ្ទះហើយគាត់មិនមកដៃទទេគឺគាត់យកខ្យងមកដែរហើយខ្យងនេះគេហៅថាខ្យងបឺដែលពួកគាត់ចិញ្ចឹមដោយផ្ទាល់ដៃហើយខ្លួនខ្ញុំផ្ទាល់ហ្នឹងគឺជាជំនួយការតែប៉ុណ្ណោះហើយគាត់ឲ្យខ្ញុំយកខ្យងទៅស្ងោហើយស្ងោហ្នឹងអត់ដាក់ទឹកទៀតស្រាប់តែមកសន្ទុះក្រោយមកទឹកឡើងពេញឆ្នាំងតែម្ដងឥឡូវនេះខ្យងបានស្ងោរួចរាល់ហើយសៅក៏គាត់ចាប់ដើមធ្វើការឆ្កឹះសម្បកចេញដោយគាត់យកទាំងក្បាលទាំងកតុយប៉ុន្តែប្រឡេះលាមកចេញហើយការស្ងោខ្យងនេះផងដែរគឺថាកុំឲ្យប្រើពេលយូរពេកបើសិនជាប្រើពេលយូរពេកខ្យងហ្នឹងទៅជាស្វិតវិញណាអញ្ចឹងយើងស្ងោមកល្មមហើយបើនិយាយពីបន្លែដែលត្រូវស្លជាមួយខ្យងថ្ងៃនេះគឺមានតែមួយមុខគត់គឺម្រះព្រៅចំណែកឯគ្រឿងនោះគឺមានខ្ទិះដូងហើយនិងគ្រឿងបុកដែលមានគល់ស្លឹកគ្រៃល្មៀតហើយនិងខ្ទឹមសហ្នឹងស្ដាយមែនតើអាចបានថតបង្ហាញអ្នកទាំងអស់គ្នាដោយសារតែជាប់រវល់លោហើយឥឡូវនេះសៅគាត់ចាប់ដើមធ្វើការលាងសម្អាតមកតង់ទៀតដោយគាត់លម្អិតទៅលើគីឡូជាប់សម្បកឬក៏ជាប់លាមកអីតិចតួចណាដោយសារតែគៀកបាយថ្ងៃត្រង់ហើយអញ្ចឹងហើយខ្ញុំក៏ឆ្លៀតមកដាំបាយចំណែកឯសៅហ្នឹងគាត់ប្រញាប់ធ្វើម្ហូបឲ្យរួចព្រោះមុខម្ហូបថ្ងៃនេះគឺមាន2មុខបន្ទាប់ពីធ្វើការលាងសម្អាតរួចរាល់ហើយសៅក៏គាត់ចាប់ដើមយកខ្យងហ្នឹងមកហាន់អញ្ចឹងចំពោះការហាន់ខ្យងបំបែកនេះអ្នកទាំងអស់គ្នាចង់ហាន់ក៏បានចង់ទុកទាំងមូលក៏បានដែរតែបើហាន់ទៅក៏ស្លោឆាប់ថយអីចឹងណាហើយបើផ្ទះយើងមានសមាជិកច្រើនអីចឹងណាហាន់ទៅវាចែកម្លែកបានច្រើនផងយើងអាចហូបចុះគ្នាណាហើយនេះគឺជាមុខម្ហូបមួយមុខទៀតគឺស្ងោពោះគោហើយមើលទៅមិនជាច្រើនប្រហែលទេរាល់ដងហ្នឹងហូបតែសឡសឡក់ទេដល់ពេលបងមកសើពោះគោអីហ្នឹងយូរភ្ញៀវពីចម្ងាយម្ដងយើងទទួលឲ្យហឹកហាក់បន្តិចទៅណាតែចុងក្រោយគឺថាអស់ខ្យងនឹងឯងព្រោះថាខ្យងនឹងឆ្អិនមុនព្រមតែចាំពុះគោម៉ោង1ម៉ោង2ដឹងពុថានេះវាយូរត្រមតែផុយណាទឹកឡើង3ដងហើយខំលើចង់កើថ្មិញចាំកាលទៀតគោពោះក្អូនក្អូចហើយអញ្ចឹងមានតែញ៉ាំខ្យងមុននឹងឯងហើយនិយាយថារសជាតិអ្នកទាំងអស់គ្នាគឺឆ្ងាញ់មែនតើសម្រាប់ខ្ញុំគឺឆ្ងាញ់រសជាតិបែបខ្ទិះឈ្ងុយគ្រឿងឈ្ងុយម្រះព្រៅបែបហិលឡំតិចណាហើយបើនិយាយពីដំណើរការស្លហ្នឹងអត់បានថតទៀតហើយដោយសារតែរវល់លេបថ្នាំហើយក៏ងួយដេកចឹងក៏ដេកមួយផ្លែតងើបឡើងតាមលេងតន់បដ យសំណាងតន់ដែរគឺតន់ទៅពេលគេហូបនឹងឯងទៅខ្ញុំដូចជារំញោចដល់ហើយរឿងហូបចុកនឹងគឺថាសរសៃវិញ្ញាណវាភ្ញោចឲ្យយើងងើបចំមកពេលគេហូបណាអញ្ចឹងសម្រាប់អ្នកដែលមានខ្យងអត់ដឹងថាធ្វើមុខម្ហូបអីឬក៏ធុញទ្រាន់នឹងការស្ងោរតបទឹកត្រីកោះកុងធុញទ្រាន់នឹងការឆាគ្រឿងអីផ្សេងអាចមកសាក់ម្ហូបមួយមុខនេះបានព្រោះវាមានទឹកសម្រាប់ហត់សម្រាប់អ្នកមានកូនតូចកូនក្មេងនៅផ្ទះអីគឺស្លម្ហូបនេះត្រូវហើយហើយចំពោះដំណើរការនៃការស្លមិនជាពិបាកអីទេដូចតែឆាធម្មតានឹងឯងប៉ុន្តែគាត់ថាវាប្លែកត្រឹមថាមានខ្ទិះដូងអីចឹងណាហើយមានទឹកហត់គ្រប់គ្រាន់ហើយបើនិយាយពីខ្យងបឺនេះវិញខ្ញុំគិតថាសាច់វាគឺឆ្ងាញ់ជាងខ្យងធម្មតាលក្ខណៈសាច់វាដូចល្មួតដូចស្មូតដូចឆ្ងាញ់ជាងណាហើយខ្យងបឺនេះផងដែរសៅក៏ថាងាយស្រួលចិញ្ចឹមទេនិយាយរួមទៅគាត់ឲ្យវាស៊ីបន្លែគ្រប់មុខណាតកួនស្លឹកងប់ស្លឹកបាសនងអីគាត់ដាក់ឲ្យវាស៊ីទាំងអស់អញ្ចឹងទៅវាអត់ខុសអីពីលក្ខណៈថាជាខ្យងធម្មជាតិដែលយើងចិញ្ចឹមអញ្ចឹងវាអត់មានប៉ះពាល់អីទេវាមិនទៅស៊ីអីផ្ដេសផ្ដាស់ទេ